បានជំរាបសួរបងប្អូនទាំងគ្នាបាទខ្ញុំធ្លាប់ចេញវីដេអូពាក់ព័ន្ធទៅរឿងវីសា Work Permit ហើយនឹងការប្រថាប់ត្រា90ថ្ងៃពាក់ព័ន្ធទៅនឹងការធ្វើធានារ៉ាប់រងហើយនឹងការឈប់បង់នៃធានារ៉ាប់រងអញ្ចឹងមានបងគាត់សួរថាក្នុងប្រទេសរបស់គេក្នុងការអនុវត្តច្បាប់តើមានករណីអំពើពុករលួយដែរឬទេបងប្អូនសាកសម័យមើលបាទអញ្ចឹងប្រសិនបើអត់មានករណីអំពើពុករលួយតើមានបងប្អូនខ្មែរបងប្អូនយើងគ្រប់បណ្ដាប្រទេសដែលទៅធ្វើការនៅក្នុងប្រទេសនោះខុសច្បាប់ដោយរបៀបណាប្រសិនបើអត់មានករណីអំពើពុករលួយបងប្អូនសាកវិភាគដោយខ្លួនឯងតាមបទពិសោធន៍របស់ខ្ញុំនឹងនិយាយប្រាប់បងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់ករណីថាប្រទេសរបស់គេមានការអភិវឌ្ឍបាទគ្រប់វិស័យទាំងអស់ទាំងម្ដងបងប្អូនបាទទាំងវិស័យអប់រំទាំងវិស័យសុខាភិបាលទាំងវិស័យសេដ្ឋកិច្ចនិងឧស្សាហកម្មហើយនិងកសិកម្មអីផ្សេងបាទគឺគេអភិវឌ្ឍច្រើនជាងយើងបាទយើងកំពុងតែអភិវឌ្ឍអញ្ចឹងយើងក៏អត់អាចប្រៀបធៀបជាមួយនឹងប្រទេសគេបានដែរសួរថាមានករណីអំពើពុករលួយអត់បងប្អូនគ្រាប់ល្ពៅមួយផ្លែវាតែងតែមានគ្រាប់ក្តឹបក្តៀបហើយបងប្អូនប្រៀបធៀបដូចនឹងទៅសក់មរងដែរសក់មរងវាមិនផ្លែមកវាល្អទាំងអស់ទេវាមានក្តឹបមានក្តៀបមានខ្វៀតមានខ្វង់អញ្ចឹងទៅបាទអញ្ចឹងក្នុងការអនុវត្តច្បាប់ក្នុងប្រទេសរបស់គេបើសិនបើអត់មានករណីអំពើពុករលួយបងប្អូនចូលតាមច្រកជាដែនឬក៏ចូលតាមដើរឆ្លងកាត់ផ្លូវកាត់ផ្លូវអីហ្នឹងមិនបានយើងទៅបានបើសិនបើអត់មានករណីអំពើពុករលួយបាទហើយសម្រាប់ការដែលយើងបានទៅធ្វើការក្នុងប្រទេសរបស់គេដែលយើងទៅខុសច្បាប់បងប្អូនអ្នកដែលគាត់ទៅធ្វើការខុសច្បាប់អញ្ចឹងណាហើយគាត់ទៅធ្វើការគេដឹងថាយើងខុសច្បាប់មិនបានតកែគាត់នៅតែទទួលយើងធ្វើការបើសិនអាហ្នឹងវាជាករណីមួយដែរជាករណីអំពើពុករលួយដូចគ្នាហើយគាត់មានការខុបខិតជាមួយមន្ត្រីថ្នាក់ក្រោមបងប្អូនបាទពាក់ព័ន្ធទៅនឹងប៉ូលីសអីផ្សេងគាត់បង់ចាំខែអីទៅឲ្យប៉ូលីសដើម្បីឲ្យគាត់មានបុគ្គលិកធ្វើការហើយឲ្យពួកយើងបានធ្វើការបានលុយដើម្បីបញ្ជូនយើងមកផ្ទះហើយហ្នឹងក៏ជាករណីពុករលួយដ៏ធំមួយដែរហើយខ្ញុំក៏សូមអរគុណដែរបើសិនបើអត់មានករណីអំពើពុករលួយទៅនឹងទេបងប្អូនអ្នកដែលគាត់ធ្វើការជាពលករទៅខុសច្បាប់អត់មានឯកសារក៏គាត់បានធ្វើការដែរគេនឹងចាប់បញ្ជូនយើងមកវិញហើយអញ្ចឹងអានេះក៏វាជាចំណុចមួយដែលយើងអរគុណដល់គេហើយក៏ជាចំណុចមួយដែលអវិជ្ជមានសម្រាប់ប្រជាជនរបស់គេបាទហើយសម្រាប់ដែលខ្ញុំធ្លាប់ជួបអីខ្ញុំជួបបងប្អូនបាទពេលច្រើនបងប្អូនអ្នកដែលគាត់ធ្វើការខុសច្បាប់ខ្ញុំក៏ធ្លាប់ធ្វើដូចគ្នាខ្ញុំទៅដំបងអីខ្ញុំទៅជិះរទេះភ្លើងពីសុរិនទៅដល់ទីក្រុងស្រីយុទ្ធជាបងប្អូនបាទទៅដល់ទីក្រុងស្រីយុទ្ធជាបាទទៅបានរយៈពេល1ខែខ្ញុំក៏ចាប់ផ្ដើមធ្វើបានស៊ីចម្ពូអញ្ចឹងទៅខ្ញុំក៏អន្តោប្រវេសន៍អត់ច្បាប់1ខែដែរបងប្អូនបាទ1ខែទៅ2ខែត្រឹមតែយើងចេញបានមកយើងបានអញ្ចឹងក៏យើងអាចយកបាននឹងមកប៉ូលីសមកស៊ូមកអីយើងទៅយើងក៏មានបានស៊ីចម្ពូទៅបាទអញ្ចឹងក៏មានបទពិសោធន៍មួយក៏មានខ្ញុំធ្លាប់ធ្វើជាអ្នកខុសច្បាប់ដែរមុនតែឆ្លងដែនចូលទៅប្រទេសគេចូលទៅដំបូងទិញគេហៅថាទិញនៅតាមច្រកគេមានលិខិតយើងចូលទៅបានរយៈពេល1អាទិត្យគេហៅវាយត្រាប់1អាទិត្យហើយយើងចូលទៅហើយយើងចេញមកវិញបានអញ្ចឹងអានឹងយើងធ្វើច្បាប់ហ្នឹងឲ្យចូលទៅដល់ក្នុងបាទទៅដល់ក្រុងស្រីយុទ្ធជាបងប្អូនហើយសម្រាប់រឿងឯកសារអីផ្សេងបងប្អូនគឺសួរថាមន្ត្រីថ្នាក់ក្រោមគាត់ពុករលួយអត់ខ្ញុំក៏មិនអាចនិយាយបានបងប្អូនសាកប៉ាន់ស្មានមើលទៅបាទបើសិនអត់មានពុករលួយពួកយើងដែលអ្នកធ្វើការខុសច្បាប់អីក៏គាត់អត់បានរស់នៅសុខស្រួលដែរហើយទី2គាត់ធ្វើការខុសច្បាប់បើសិនបើមានមន្ត្រីថ្នាក់ជាឬក៏ថ្នាក់ខេត្តក៏ចុះមកត្រួតពិនិត្យទៅលើកន្លែងការដ្ឋានឬក៏កន្លែងរោងចក្រអីផ្សេងគឺពួកមន្ត្រីគ្រាប់លពៅឬក៏ថាអ្នកពុកនឹងគាត់ប្រាប់យើងមុនឲ្យយើងកិច្ចខ្លួនឬក៏យើងបដោះខ្លួនអីសិនទៅគេមកពិនិត្យផ្លែតហើយគេទៅវិញបានទៅអញ្ចឹងទៅណាដើម្បីត្រួតរមើលស្វែងយល់អំពីនៅក្នុងការរដ្ឋានឬក៏ក្នុងរោងចក្រអីមានកម្មករជាអន្តោប្រវេសន៍ឲ្យមានច្បាប់អត់អញ្ចឹងទៅបាទនឹងជាករណីពុករលួយបងប្អូនបាទវាសួរថាពុករលួយខ្លាំងអត់ក៏សាកបងប្អូនគិតសម័យដល់ខ្លួនឯងសូម្បីតែខ្ញុំទៅប្រថាប់ត្រាអីអញ្ចឹងទៅ
hay mà thập trang cờ sập ngay rồi có to bị xả bởi dương giang chọn lươn bà dương nói lươn cầm tóc ở lươn này hay nhầm vô tờ thập trang ấy vì cờ sập ngay vì cho pi rồi có ba từ bốn pi rồi có ba bay rồi chiên rồi miếng mà rồi ha sập bà sam sập bích tích bà hay dương tới cái ơi dương chằm vì mình dụ về dương squall mình trai anh tao vụ về 4-5 nè đó dương vô lấy từ sạp quật tục đó về dương tới dương tê ở quán đó dương ở được làm tục quật đó bây dương mình nhà bộ ca nghe bao dương vì miền trà ơn dân đó vô tập passport kia cái vay dạ về mà máu cái pi máu quật vô mà ao dương tạo kia rồi bà chẳng xua ta bộ lùi ở miền ông bộ mà vì tôi dương miền tập nâng ấy bà ở côn chưa được